គ្រោះរំជួយដីនៅប្រទេសកូឡុំប៊ីមនុស្សជាង100នាក់បានបាត់បង់ជីវិតបន្ទាប់ពីគ្រោះរំជួយដីដ៏ខ្លាំងក្លាមួយបានវាយប្រហារភាគខាងលិចប្រទេសកូឡុំប៊ីកាលពីថ្ងៃទី10ខែសីហាបណ្ដាលឲ្យអគារជាច្រើនខ្នងបានដួលរលំខូចខាតមន្ទីរពេទ្យនិងរចនាសម្ព័ន្ធទីក្រុងជាច្រើនទៀតព្រមទាំងបានកប់មនុស្សជាច្រើននាក់នៅក្រោមគំនរបាក់បែកអាជ្ញាធរបានហៅគ្រោះរំជួយដីដ៏ខ្លាំងក្លាបំផុតប្រចាំសតវត្សរបស់ប្រទេសមួយនេះគ្រោះរំជួយដីនេះបានកើតឡើងក្រោយប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីថ្មីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសកូឡុំប៊ីប្រធានាធិបតីថ្មីឡើងកាន់តំណែងមិនតាន់បានប៉ុន្មានថ្ងៃផងមានហេតុការណ៍នេះកើតឡើងមានន័យថាប្រទេសកូឡុំប៊ីដូចជាមានប្រភ្នូមិនសូវល្អទេមើលទៅប្រធានាធិបតីថ្មីឡើងកាន់តំណែងមានហេតុការណ៍ដ៏រន្ធត់កើតឡើងសម្រាប់ប្រជាជនប្រទេសកម្ពុជាវិញសំណាងហើយដែលមិនមានគ្រោះធម្មជាតិដូចជារំជួយដីទុះភ្នំភ្លើងដូចគេប្រទេសយើងសុខសាន្តមែនតែនប៉ុន្តែយត្តអ្នកជិតខាងយើងចង់បានទីដីរបស់យើងសោះថ្មីនេះផងដែរធ្វើអីយើងមិនកើតយកក្រុងអង្គរដែលមានដាក់អក្សរខ្មែរដាក់ក្នុងក្រុងអង្គរនោះសុទ្ធតែគ្រឿងញៀនរាប់រយគីឡូនិយាយទៅពួកចោរសៀមនេះធ្វើយ៉ាងណាក៏ដោយឲ្យទីឆ្នះខ្មែរចង់បំបាក់មុខមាត់ខ្មែរឲ្យអន្តរជាតិស្អប់ខ្មែរជាខ្លាំងតែចៃដន្យអីប៉ះប៉ូលីសឥណ្ឌូនេស៊ីគេច្បាស់ដែរហើយគេស៊ើបពីប្រវត្តិដឹកចេញពីប្រទេសណាមកកាន់ប្រទេសណាគេមិនអាចចេះថាចោទប្រទេសខ្មែរយើងបានដោយស្រួលនោះទេហើយរឿងរ៉ាវនេះផងដែរបន្ទាប់ពីលោកអនុទីនទៅអង្វរកប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ីឲ្យជួយទិញអីវ៉ាន់ពីប្រទេសថៃដោយសារតែលោកមិនដាច់ប្រជាជនដាច់បាយបណ្ដើហើយបន្ទាប់ពីអង្វរកគេបានគេជួយទិញអីវ៉ាន់បន្តិចបន្តួចមិនតាន់បានប៉ុន្មានថ្ងៃផងក៏យកគ្រឿងញៀនរាប់រយគីឡូចូលទៅប្រទេសគេ